ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអានជាសកុងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីខមមិនផែបហើយក្នុងនោះទី1ខ្ញុំនឹងធ្វើការ SA ទៅកាន់ IP user របស់ខ្ញុំប៉ុន្តែក្នុងនេះខ្ញុំបានធ្វើហើយអញ្ចឹងខ្ញុំសូមបង្ហាញលោកគ្រូតែម្ដងទី1យើងត្រូវប្រើ command who mi ដើម្បីដឹងថា user នឹងជារបស់នរណានេះគឺជា user របស់ខ្ញុំហើយទី2ខ្ញុំនឹងធ្វើការលេខអញ្ចឹងយើងត្រូវប្រើ command ls អញ្ចឹងវាមាននៅក្នុងនេះហើយអញ្ចឹងបន្ទាប់មកខ្ញុំនឹងធ្វើការ command ផែបទី1ខ្ញុំប្រើ command ls ហើយយើង add line nl យើងផែបវាម្ដងទៀតយើងបន្ថែមពាក្យ head បន្ទាប់មកយើងបង្ហាញ line ដែលយើងចង់បានតើប៉ុន្មាន line ហើយបើសិនជាខ្ញុំចង់បាន 3 line ខ្ញុំសុំវាយលេខ 3 គឺនេះគឺបាន 3 file ដំបូងហើយគឺវាមានលេខនៅពីមុខទី1 demo ទី2 demo active zip and ទី3 demo table tar ហើយបន្ទាប់មកខ្ញុំសូមធ្វើការបង្កើត file មួយដែលមានឈ្មោះវា .txt នេះគឺជា file ដែលខ្ញុំបង្កើតអំបញ្ញមិញចឹងហើយខ្ញុំសូមធ្វើការបង្ហាញអានេះនឹងធ្វើការបង្ហាញ information មួយចំនួនដូចជាព័ត៌មានមួយចំនួនចឹងខ្ញុំសូមធ្វើការវាពាក្យline 1 សួរ line 2 line 3 line 4 line 5បន្ទាប់មកយើងធ្វើការ save file ហ្នឹងហើយខ្ញុំនឹងធ្វើការលេខវាម្ដងទៀតហើយបន្ទាប់មកខ្ញុំនឹងធ្វើការបង្ហាញវាហើយនឹង display វានៅលើអេក្រង់យើងចង់បាន 3 ជួរដំបូងយើងត្រូវប្រើ command cat គឺ command file ដែលយើងបានបង្កើត ready .txt ផែន line ដែលយើងកើត head rồiយើងវាចេញ line 1 line 2 line 3ហើយនេះគឺជាវីដេអូរបស់ខ្ញុំក្នុងការបង្ហាញ comment ផែនសូមអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទអានជាសកុងថ្ងៃនេះដែរខ្ញុំនឹងធ្វើការ record អំពី comment redirection ហើយទី1ខ្ញុំសូមបង្ហាញuser របស់ខ្ញុំសិនគឺយើងត្រូវវាយ comment who mi ដោយសារខ្ញុំ connect sh មួយទូហើយនេះគឺជា user របស់ខ្ញុំហើយបន្ទាប់មកខ្ញុំវាយ ls ដើម្បីបង្ហាញ file របស់ខ្ញុំសិនមាន AU5 ហើយមានអីហើយចង់ដើម្បីបង្កើតfile ថ្មីខ្ញុំនឹងដាក់su10 ហើយដើម្បីបង្កើត file យើងត្រូវវាយពាក្យ touch មិន touch su
dot dot thì hay là mấy hai mía máu ní cứ miền dụ đọc dot thì hỏi là pha làmประกันไหมhay là mấy cho mơ pha làm miền này khác thua ca vay của mình khác dụ đọc dot thì cứ pha nó toàn miền này thì chấn xong tôi là vũ anh ấy dùng xong lý slash etc u dot dot thìនេះគឺខ្ញុំ copy វាចូលហើយបន្ទាប់មកខ្ញុំសុំ cat មួយ file ហើយនេះជា file ដែលខ្ញុំបានយក copy ចូលក្នុង file su10 មិញហ្នឹងអាហ្នឹងគឺវាចេញពី etc នេះលោកគ្រូបន្ទាប់មកខ្ញុំសុំធ្វើការ copy file ឲ្យបានច្រើនម្ដងទៀតខ្ញុំសុំធ្វើការបាន// etc សញ្ញានាំឲ្យពីរដង su top dot txt មួយហើយខ្ញុំសុំធ្វើការ link ម្ដងទៀតហើយសុំធ្វើការបង្ហាញខ្ញុំសុំប្រើមិន cat ឈ្មោះ file ចឹងគឺអានេះគឺជា file របស់យើងមាន data មានអីហ្នឹងច្រើនជាងមុនដោយសារខ្ញុំ copy វាពីរដងចឹងវាធ្វើឲ្យមានច្រើននៅក្នុងហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងលោកគ្រូអរគុណជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះអានជាសកលមកពីក្រុម SU5 ថ្ងៃនេះដែរខ្ញុំនឹងធ្វើការរៀនបន្តអំពី comment UFW ហើយនេះដែរគឺខ្ញុំបាន connect IP របស់ខ្ញុំទៅ SH រួចហើយហើយខ្ញុំនឹងសូមធ្វើការ check user របស់ខ្ញុំពី white comment នេះគឺជា user របស់ខ្ញុំហើយបន្ទាប់មកយើងវាយ comment ដែលមើលអំពី firewall របស់យើងគឺវាយ sudo uw status ហើយក្នុងនេះវាដាក់inactive គឺយើងកំពុងបើកដំណើរការ inactive ហើយបន្ទាប់មកដើម្បីចង់ឲ្យវា active យើងវាយ comment sudo ufw enable ហើយវាចេញcomment may describe exit នេះមកហើយយើងវាយពាក្យyes មកហើយគេដាក់ firewall is active and enable on system startup ហើយបន្ទាប់មកយើងឆែកវាម្ដងទៀតមកគឺកន្លែងនេះគឺ status active ហើយលោកគ្រូបន្ទាប់មកយើងចង់ធ្វើការ disable វាយើងគ្រាន់តែវាយ comment sudo u disable sudo ufw disable វិញមកវានឹងធ្វើការ disable ហើយប៉ុន្តែក្នុងនេះខ្ញុំអត់ប្រើ comment ហ្នឹងទេយើងសូមប្រើ comment ធ្វើការ comment add port វាវិញគឺយើងវាយ sudo
fw មកទៅពី allow 434ពីនឹងការ enter វាមកវាមាន rule add នេះ reset បន្ទាប់មកទៀតយើងនឹងធ្វើការវា comment ដើម្បីមើល port ខាងលើនេះវា add បានយើងចូលមកគឺ add ថែម2ទៀតគឺ434នេះ434នេះលោកគ្រូហើយបន្តមកទៀតយើងចង់ deny port វិញយើងប្រើ comment sudo ufw deny ហើយយើងចង់ deny port 2នេះ434នេះយើងវាយ deny ហើយវាយ434មក enter វានឹង load ពាក្យ rule update 2ហ្នឹងលោកគ្រូហើយយើងធ្វើការឆែកវាម្ដងទៀតគឺនេះគឺវា load ពាក្យ deny លោកគ្រូហើយបន្ទាប់មកខ្ញុំនឹងធ្វើការ reset ខាងនេះយើងត្រូវប្រើ comment sudo ufw ហើយ reset មកហើយវានឹង load ឲ្យយើងយក yes ឬក៏ no យើងយក yes មកនេះគឺយើងបាន reset ហើយយើងបន្ទាប់មកទៀតយើងប្រើ comment status យើងសាថ្មីមកគឺ inactive វិញហើយលោកគ្រូកន្លែងនេះភាសាយើងបាន reset វារួចរាល់ហើយបើសិនដែលនេះបើសិនចង់បែកវាឡើងវិញយើងធ្វើការ enable វាមកYPS ធ្វើការឆែកវាគឺវា inactive វិញហើយនេះគឺដោយសារខ្ញុំបាន enable វាម្ដងទៀតគឺវា load status active ដោយសារតែយើង reset ហើយវាបាត់អស់អញ្ចឹងខ្ញុំសូមធ្វើការ allow port 404យើងធ្វើការវាយ comment sudo mu fw low 434យើងធ្វើការ add 2អញ្ចឹងហើយខ្ញុំធ្វើការឆែកវានឹងវានឹង load មកវិញហើយកន្លែងនេះគឺជា comment ចុងក្រោយខ្ញុំសូមធ្វើការ reload firewall ក្នុងកន្លែងនេះយើងត្រូវប្រើ comment sudo ufw reload នេះ firewall ធ្វើការ reload ហើយអញ្ចឹងក្នុងការងារ ufw command នេះសូមចប់តែប៉ុណ្ណឹងអរគុណលោកគ្រូ
you